បាទសួស្តីពុកម៉ែបងប្អូនបាទដែលស្រឡាញ់បែបចិត្តផ្សាយកសកម្មរបស់គ្នាបាទថ្ងៃនេះគឺយើងធ្វើបាទអាងបាទចំកង្កែបតែយើងធ្វើលក្ខណៈបែបធម្មជាតិបងប្អូនបាទយើងគឺយើងចិញ្ចឹមនៅលើដីបងប្អូនបាទកន្លងមកយើងមានអាងស៊ីម៉ង់បាទតង់អីចឹងណាតែឥឡូវយើងបច្ចេកទេសបាទឆ្នាំ2025យើងធ្វើចិញ្ចឹមនៅលើដីឃើញថាបងប្អូនយើងកន្លងមកគឺគាត់ចិញ្ចឹមនៅលើដីគឺឃើញថាវាធំធាត់ល្អបាទត្រូវការលូតលាស់ល្អអញ្ចឹងណាបងប្អូនបាទអញ្ចឹងក៏យើងបាទឆ្នៃបាទដើម្បីបាទរីកវាបាទហ្នឹងហើយបងប្អូនកសិកម្មយើងកែច្នៃវាបាទធ្វើមិនទៅល្អយើងធ្វើអញ្ចឹងទៅបាទហើយតកតងនឹងអាងនេះយើងធ្វើទទឹងបាទ3ម៉ែត្រគុណ3ម៉ែត្រកន្លះបាទបដោយ7ម៉ែត្របងប្អូនបាទអញ្ចឹងគឺនេះយើងដាក់ទឹកប្រឡោះកដាលបងប្អូនបាទដាក់ទឹកប្រឡោះកដាលហើយខាងយើងឲ្យមានដីអញ្ចឹងណាបាទយើងអត់ទាន់ធ្វើរួចជាស្ថាពរទេយើងទៅតែចាប់ផ្ដើមបាទទៅចាប់ផ្ដើមរាយស្បៃយើងអត់ទាន់បានកប់ដីនៅស្បៃទេបាទហើយក៏ឆ្លៀតបង្ហាញបងប្អូនពីសកម្មភាពបាទឲ្យធ្វើទាំងអស់គ្នាខាងលោកបងប្អូនបាទមានចំណាប់អារម្មណ៍បាទបងប្អូនខ្ជិលចំណាយលុយបាទធ្វើអាងវាអស់ច្រើនយើងចំណាយលុយឲ្យធ្វើបែបនេះគឺយើងចំណាយលុយអស់តិចបងប្អូនមានតា4-5ម៉ឺនបងប្អូនអាចបាទធ្វើអាងចំកែបដោយជោគជ័យបាទហើយយើងចំណេញលុយច្រើនអញ្ចឹងណាបងប្អូនបាទអញ្ចឹងគឺបងប្អូនដៃថ្មីបាទបងប្អូនអាចឲ្យធ្វើតាមរបៀបខ្ញុំបានយើងចំបែបធម្មជាតិបាទគឺបែបនេះបងប្អូនបាទនេះគឺជាមេជាងបាទសម្រាប់គាត់ផ្នែកខាង design ខាងហ្នឹងបាទជាងនេះមកពីឆ្ងាយទៀតមិនមែននៅជិតមកពីប្រទេសក្រៅទៀតភាសាគាត់ទៅសិក្សានៅប្រទេសក្រៅទៅឃើញថាចំកែបបែបលើដីនេះគឺទទួលបានផលខ្ពស់ហ្នឹងហើយអញ្ចឹងបានខ្ញុំក៏សម្រេចចិត្តបាទចំបែបនេះដូចគាត់ណែនាំអញ្ចឹងណាបាទហ្នឹងហើយឲ្យបងប្អូនមើលតែយើងធ្វើអត់ទាន់ហើយចាំមើលហើយទាំងអស់គ្នាបាទចាំមើលស្អាតឬមួយក៏យ៉ាងម៉េចចឹងណាបងប្អូនហើយសង្ឃឹមថាបងប្អូនបាទតាមដានវីដេអូនេះបាទគិតថាមានប្រយោជន៍សម្រាប់បងប្អូនកុំភ្លេចបាទជួយ follow និងជួយ share បាទដើម្បីឲ្យបងប្អូនយើងដៃថ្មីគាត់អត់មានគំរូធ្វើគាត់អាចធ្វើតាមរបៀបខ្ញុំបានបាទ